giá cam ai ai chỉ cái này còn đi xong nói hết còn ơi còn một phút không chia tay mà ta còn có con kho đấy không ngon này còn chia tay đấy nhé biasa đây apa không bỏ makan em luôn không bỏ bạn hai cái chua bạn cái chiên bạn xong chuối nhà đam ta bài mình bàn đặt hỏi đấy thật bạn xong chuối nhà đam bắt chương trong đây chia trong tầm nang đi trong thì pram trong tầm nang đi là bạn xong chiết thì bạn chua ngọt ní này ní chua chua mùi nâng ônอยู่กับจุนไอจอบคนที่มีมีคุมชิมใจมีเนี่ยมาเรียกคุมสมานของคู่กับสกีไออย่างนี้ยังมันต่อการจูบดำนางสังคมสิบวันบุญตามเนี่ยที่บุญตามเนี่ยที่ก็มีสกปรกล้อให้มีสมาร์ทได้รึงฟังហើយខ្ញុំក៏បានជម្រាបគាត់ដែរអំពីដំណោះស្រាយមួយដែលលោកធានសំរងស៊ីបានមានប្រសាសន៍នៅក្នុងเพจរបស់គាត់ថាគាត់សុខចិត្តជួយគុណធនាគារជំនួសអ្នកទាំងអស់គ្នាគឺមិនឲ្យតែខាងគណៈបកកណ្ដាលអំណាចតុលាការគឺសុខចិត្តដោះគឺគាត់សុខចិត្តចូលជំនួសហើយអាដាមប្រធានស្ដីទីក៏គាត់ខិតខំធ្វើទកម្មនយោបាយនៅក្នុងទីស្នាក់ការគណៈបកគឺដោយសារតែគាត់ចង់ឲ្យមានដំណោះស្រាយរួមដូចគ្នាប៉ុន្តែឥឡូវនេះខាងបងប្អូនយុវជនក៏ដូចជាបងប្អូនលោកគ្រូក្នុងប្រមាណនេះគាត់បានគិតថាទេអានឹងគឺសូមឲ្យលោកធានពិចារណារឿងនឹងឡើងវិញព្រោះលោកធានគាត់លោកធាននៅខាងក្រៅគឺអាចធ្វើការងារបានច្រើនចំណែកពួកគាត់នឹងតស៊ូអត់ធ្មត់រស់នៅក្នុងធនាគារនឹងរហូតតតែមានដំណោះស្រាយបាទយើងក៏សូមអំពាវនាវឲ្យគណៈបកកណ្ដាលអំណាចគឺសូមដោះស្រាយទៅពីព្រោះរឿងនេះអាចជួបពីផងណាសូម្បីតែលោកសៀងចែកករណីលោកសៀងចែកដែលគាត់ប្រាប់ខ្ញុំអំបញ្ញមិញនេះគឺថាគាត់មួយជីវិតនេះគាត់ធ្វើតែអំពើល្អអ្នកដែលស្លាប់នៅក្នុងភូមិរបស់គាត់សុំក្តាមមកជួយសុំឲ្យគាត់ឲ្យទាំងអស់ទោះជាគាត់នៅកន្លែងណាក៏គាត់ជួយពជារីឲ្យគាត់មិនដែលធ្វើអាក្រក់ឲ្យតតែសោះហើយមកតាក់ទងករណីរឿងនឹងចាប់គាត់ដាក់ពន្ធនាគារទាំងអយុធធម៌បែបនឹងវាមានអំពើអយុធធម៌វាជារឿងមួយដែលមិនគួរកើតមានឡើងតែសោះដូច្នេះដើម្បីបញ្ចប់ការឈឺចាប់ទាំងអស់នឹងដើម្បីសម្រួលស្ថានភាពនយោបាយនឹងឲ្យមានភាពប្រក្រតីយើងចូលរួមបោះឆ្នោតទាំងអស់គ្នាទៅណាចូលឥឡូវនេះគូចូលបបបានដើរទៅមួយជំហានហើយមានភាពវិជ្ជមានច្រើនហើយការចុះឈ្មោះបោះឆ្នោតនឹងមានបញ្ហាតិចតួចអញ្ចឹងបរិយាកាសនយោបាយនឹងវាឲ្យធ្វើម៉េចឲ្យវាស្ងប់ស្ងាត់ឲ្យមានភាពប្រក្រតីទៅកុំឲ្យមានអ្នកជាប់ពន្ធនាគារដោយសារនយោបាយកុំឲ្យទាំងទស្សកម្មភាពមេដឹកនាំគណៈបកនយោបាយឲ្យចូលរួមសកម្មភាពទាំងអស់គ្នាទៅវាចង់បាត់ហើយហើយអ្នកឈ្នះដោយកិត្តិយសអ្នកចាញ់ក៏ទទួលស្គាល់ដែរព្រោះតាំងពី93មកឆ្នាំ93មកយើងមិនដែលមានបញ្ហាឈ្នះឆ្លាស់សោះឬបោះឆ្នោតជើងគណៈបកសង្គ្រោះជាតិចង់ឲ្យឆ្នាំ2017ពី2018នេះគឺថាឲ្យស្អាតតែម្ដងបើថាចាញ់គឺយើងទទួលថានឹងចាញ់ហើយបើថាឈ្នះគឺយើងក៏ត្រូវតែកុំឲ្យវាមានបញ្ហាកើតឡើងនៅអង្គហិង្សានៅអីនៅក្នុងសង្គមជាតិយើងតែប៉ុណ្ណឹងហើយមានតែការដោះស្រាយដោយជួបមុខគ្នាទេมันអាចដោះស្រាយទេព្រោះបញ្ហាហ្នឹងគឺទាំងពីរអ្នកពាក់ព័ន្ធទាំងគណៈបកកណ្ដាលអំណាចទាំងគណៈបកសង្គ្រោះជាតិពាក់ព័ន្ធនៅក្នុងរឿងនេះអញ្ចឹងហើយបើសិនជាគ្មានទាំងពីរអ្នកចូលរួមដោះស្រាយតែយើងធ្វើម៉េចដោះស្រាយបានហើយបញ្ហានយោបាយថាគណៈបកកណ្ដាលអំណាចថាអត់មានក៏បានក៏ជាសិទ្ធិរបស់គាត់ប៉ុន្តែអង្គការសហជីវជាតិប្រទេសមហាអំណាចធំសង្គមស៊ីវិលនៅក្នុងប្រទេសប្រជាពលរដ្ឋគណៈបកប្រឆាំងហើយកន្លះសភាដែលយើងទាំងអស់គ្នាយល់ឃើញថានេះជាបញ្ហាដែលទាមទារឲ្យមានការបោះស្រាយយើងមិនអាចចូលរួមយើងមិនអាចនិយាយថាការបោះឆ្នោតដោយសេរីយុត្តិធម៌ទន្ទឹមនឹងមេដឹកនាំគណៈបកដ៏ធំគណៈបកប្រឆាំងដ៏ធំជាងគេនៅក្នុងប្រទេសអត់បានចូលរួមសកម្មភាពនយោបាយថ្នាក់ដឹកនាំមួយចំនួនជាប់ពន្ធនាគារសកម្មជនយុវជនយើងជាប់ពន្ធនាគារ
ហើយនៅតែមានការគម្រាមកំហែងទៀតអាហ្នឹងវាប៉ះពាល់ហើយទៅដល់បរិយាកាសនយោបាយហើយប៉ះពាល់ទៅដល់ការបោះឆ្នោតអាដាមគិតថាអាដាមសំស៊ីនឹងចូលស្រុកវិញនឹងពេលណាអាដាមគាត់បានមានប្រសាសន៍ហើយគាត់ថាបើអាចចូលឥឡូវបានគឺមិនឲ្យសកម្មជនដែលជាប់ពន្ធនាគារទៅប្រហែលចេញពីពន្ធនាគារដោះលែងគាត់ទៅគាត់នឹងមកគាត់មកចូលនៅក្នុងពន្ធនាគារទី2បើមុនបោះឆ្នោតទោះជាមានដំណោះស្រាយនយោបាយឬអត់ដំណោះស្រាយនយោបាយគាត់ទៅគាត់នឹងមកកន្លងមកហើយឥឡូវនេះគេចាំមិនអត់ទេ